បើខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាធ្វើដំណើរដោយម៉ូតូពីផែនដីទៅឋានព្រះច័ន្ទចំណាយពេលត្រឹមតែ5ខែអ្នកទាំងអស់គ្នាហ៊ានបបួលសង្សារទៅឈៀលឬក៏ទៅញ៉ាំកាហ្វេនៅឋានព្រះច័ន្ទដែរឬអត់ខ្ញុំនឹងមកប្រាប់អ្នកទាំងអស់គ្នាអំពីពេលវេលានៃការធ្វើដំណើរពីភពផែនដីទៅឋានព្រះច័ន្ទដោយមធ្យោបាយធ្វើដំណើរផ្សេងគ្នាចាប់ពីម៉ូតូរហូតដល់យានអវកាសបើសិនជាយើងរត់ពីផែនដីទៅឋានព្រះច័ន្ទនៅក្នុងល្បឿន10គីឡូម៉ែត្រនៅក្នុង1ម៉ោងនោះយើងនឹងចំណាយពេលរហូតដល់4ឆ្នាំជាងដើម្បីទៅដល់ឋានព្រះច័ន្ទរយៈពេលប៉ុណ្ណឹងសម្រាប់ខ្ញុំគិតថាអត់យូរទេបើយើងប្រៀបធៀបទៅនឹងមនុស្សខ្លះដែលឆាតទៅ crash ហើយគេឲ្យចាំមួយផ្លេតទៅមួយទឹកសិនរហូតដល់6ឆ្នាំអីបានគេ reply វិញទី2បើសិនជាយើងធ្វើដំណើរដោយម៉ូតូពីផែនដីទៅឋានព្រះច័ន្ទនៅក្នុងល្បឿន100គីឡូម៉ែត្រនៅក្នុង1ម៉ោងនោះយើងនឹងចំណាយពេលរហូតដល់5ខែ10ថ្ងៃដែលស្មើទៅនឹង160ថ្ងៃប៉ុន្តែបើសិនជាបងប្អូនដែលមានម៉ូតូធំអាចជិះបាននៅក្នុងល្បឿន250គីឡូម៉ែត្រនៅក្នុង1ម៉ោងឬក៏300គីឡូម៉ែត្រនៅក្នុង1ម៉ោងនោះបងប្អូននឹងចំណាយពេលត្រឹមតែ53ថ្ងៃតែប៉ុណ្ណោះដឹងចំនួននេះហើយបើសិនជាមានផ្លូវបងប្អូនសាកជិះម៉ូតូទៅលេងដែរឬអត់ខ្ញុំជឿថាបើសិនជាមានផ្លូវអាចជិះទៅបានមែនមិនខ្វះទេបងប្អូនយើងដែលចង់ជិះម៉ូតូទៅលេងនៅឋានព្រះច័ន្ទទី3សម្រាប់យន្តហោះដែលមានល្បឿនរហូតដល់900គីឡូម៉ែត្រនៅក្នុង1ម៉ោងនោះយើងនឹងចំណាយពេលត្រឹមតែ17ទៅ18ថ្ងៃទេដើម្បីទៅលេងនៅឋានព្រះច័ន្ទមួយនេះទី4សម្រាប់ Fighter Jet ឬក៏យន្តហោះចម្បាំងគឺធ្វើដំណើរពីភពផែនដីទៅឋានព្រះច័ន្ទនៅក្នុងល្បឿន2200គីឡូម៉ែត្រនៅក្នុង1ម៉ោងវាចំណាយពេលត្រឹមតែ7ទៅ8ថ្ងៃតែប៉ុណ្ណោះសម្រាប់ការធ្វើដំណើរដោយយានអវកាស Apollo ឬក៏ Space Shuttle ហ្នឹងយើងចំណាយពេលវេលាត្រឹមតែ3ថ្ងៃទេដើម្បីទៅឋានព្រះច័ន្ទនិយាយពីចំណាប់អារម្មណ៍របស់ខ្ញុំក៏ដូចជាបងប្អូនទាំងអស់គ្នាប្រកាសជាចាប់អារម្មណ៍ទៅនឹងការធ្វើដំណើរដោយប្រើម៉ូតូហើយបើសិនជាយើងមានម៉ូតូធំនោះយើងជិះនៅក្នុងល្បឿន250គីឡូម៉ែត្រឬក៏300គីឡូម៉ែត្រនៅក្នុង1ម៉ោងយើងចំណាយពេលត្រឹមតែ51ថ្ងៃទេដើម្បីទៅឋានព្រះច័ន្ទខ្ញុំគិតថាបើសិនជាមានផ្លូវមិនខ្វះទេបងប្អូនយើងមានបំណងចង់ទៅប៉ុន្តែយើងមិនអាចទៅបានទេបងប្អូនដោយសារតែនៅលើឋានព្រះច័ន្ទมันមានអុកស៊ីហ្សែនសម្រាប់ដកដង្ហើមទេបើសិនជាយើងចង់ទៅយើងត្រូវចំណាយលុយយ៉ាងច្រើនដើម្បីទិញឈុតអវកាសដែលឈុតអវកាសមួយគឺមានតម្លៃរហូតដល់12ឬក៏15លានដុល្លារអាស្រ័យទៅលើបច្ចេកវិទ្យាដែលមាននៅក្នុងនឹងមួយវិញទៀតមិនថាចម្ងាយនេះឆ្ងាយប៉ុណ្ណាក៏ដោយឲ្យតែមនុស្សយើងចង់ទៅគឺអាចទៅបានទាំងអស់អាស្រ័យទៅលើពេលវេលាតែប៉ុណ្ណោះប៉ុន្តែមានកន្លែងមួយដែលយើងមិនអាចទៅបាននោះគឺផ្ទះសង្សារចាស់